បងប្អូនជាកសិករថ្មីដែលមានបំណងចង់ចិញ្ចឹមជ្រូកតើយើងធ្វើយ៉ាងម៉េចដើម្បីទទួលបាននូវទិន្នផលល្អការចិញ្ចឹមជ្រូកជួយឲ្យយើងទទួលបាននូវប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ជួយផ្គត់ផ្គង់គ្រួសារនៅក្នុងការរស់នៅប្រចាំថ្ងៃចង់ចេះចិញ្ចឹមជ្រូកបងប្អូនកុំភ្លេចទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតាក់ទងទៅនឹងការចិញ្ចឹមជ្រូកមានក្លិននៅលើកាមបាទចំណែកឯថ្ងៃនេះដែរគឺខ្ញុំសូមមកធ្វើការចែករំលែកបាទទៅដល់បងប្អូនជាកសិករដៃថ្មីដែលមានបំណងក្នុងការចង់ចិញ្ចឹមជ្រូកបាទតើបងប្អូនត្រូវមានអ្វីខ្លះដើម្បីត្រៀមសម្រាប់ក្នុងការចិញ្ចឹមជ្រូកបានបាទថ្ងៃនេះគឺខ្ញុំចង់មកចែករំលែកអំពីបទពិសោធន៍ខ្លះៗដែលខ្ញុំធ្លាប់ឆ្លងកាត់ในការចិញ្ចឹមជ្រូកបែបលក្ខណៈគ្រួសារបាទសម្រាប់ខ្ញុំដំបូងក្នុងការចិញ្ចឹមជ្រូកដើម្បីឲ្យបាននូវទិន្នផលល្អក៏ដូចជាបាននូវលទ្ធផលល្អតើយើងត្រូវធ្វើអ្វីខ្លះនៅចំណុចចាប់ផ្ដើមបាទមិនថាបងប្អូនចំនៅលើកាមឬក៏នៅលើសាបអីទេបាទបងប្អូនសុទ្ធតែមានឱកាសក្នុងការចំណេញដូចគ្នាបាទព្រោះតែថាលក្ខណៈនៃការចិញ្ចឹមគឺយើងជ្រើសរើសដោយខ្លួនឯងថាតើតំបន់យើងអាចចិញ្ចឹមប្រភេទណាបានឧទាហរណ៍ថានៅតំបន់បងប្អូនឧទាហរណ៍ថានៅតំបន់បងប្អូនពិបាកក្នុងការរកកាមអីចឹងណាហើយកន្លែងដែលបងប្អូនដែលថាចង់ចិញ្ចឹមហ្នឹងគឺវាមានលក្ខណៈទូលំទូលាយឬក៏វាដាច់ឆ្ងាយពីអ្នកជិតខាងអីបាទឬក៏មានស្រះទឹកអីមួយអញ្ចឹងបងប្អូនអាចធ្វើការចិញ្ចឹមដាក់សាបនៅលើសាបក៏បានបាទឬក៏ចង់ធ្វើបែបមានក្លិនក៏បានគឺបានដូចគ្នាបងប្អូនណាបាទហើយការលូតលាស់នៃការចិញ្ចឹមជ្រូកគឺមានលក្ខណៈខុសគ្នាបាទដាច់ពីរហ្នឹងបាទគឺលក្ខណៈខុសគ្នាដូចខ្ញុំធ្លាប់ធ្វើវីដេអូជូនម្ដងហើយទាក់ទងទៅនឹងការចិញ្ចឹមជ្រូកនៅលើសាបក៏ដូចជាចិញ្ចឹមជ្រូកនៅលើកាមបាទថាវាខុសគ្នាយ៉ាងម៉េចអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតថាការចិញ្ចឹមជ្រូកនៅលើសាបគឺវាមានលក្ខណៈធំធាត់លឿនជាងនៅលើអង្គកាមបងប្អូនណាបាទប៉ុន្តែមិនមែនមានន័យថាចិញ្ចឹមនៅលើអង្គកាមហ្នឹងมันមានភាពធំធាត់អីទេគ្រាន់តែថាលក្ខណៈនៃការលូតលាស់នៅលើអង្គកាមគឺវាមានលក្ខណៈខុសគ្នាទៅកន្លះខែឬក៏មួយខែវាអាស្រ័យទៅលើកត្តាចំណីការថែទាំរបស់បងប្អូនបាទបើសិនជាបងប្អូនប្រើចំណីសម្រាប់ឬក៏ប្រើចំណីដែលមានគុណភាពរបស់ក្រុមហ៊ុនណាដែលល្អនោះជ្រូកនឹងមានការធំធាត់លឿនដូចគ្នាទៅនឹងសាបដែរហើយអ្នកដែលចិញ្ចឹមលើសាបបើសិនជាបងប្អូនប្រើប្រាស់ចំណីមិនល្អក៏ដូចគ្នាដែរបាទប៉ុន្តែយើងមិនអាចនិយាយបានថាត្រូវតែប្រើចំណីសម្រាប់ទាំងអស់នោះទេវាអាស្រ័យទៅលើធនធានយើងមួយចំណុចទៀតបាទបើសិនជាយើងអត់មានធនធានអត់មានលុយកាក់ច្រើនក្នុងការផ្ដល់ចំណីទេមានន័យថាយើងក៏មិនអាចបាទទៅទិញចំណីសម្រាប់អីដូចខ្លួនឯងអញ្ចឹងមានថាវាចំណាយច្រើនអញ្ចឹងយើងដឹងហើយជ្រូកដែលវាស៊ីចំណីសម្រាប់គឺវាមានលក្ខណៈធំធាត់បាទល្អលូតលាស់ការលូតលាស់របស់វាគឺល្អប៉ុន្តែតើតែយើងមានលទ្ធភាពក៏ដូចជាធនធានគ្រប់គ្រាន់ក៏ដូចជាដើមទុនគ្រប់គ្រាន់ទើបយើងអាចឲ្យវាទៅតាមតម្រូវការរបស់ជ្រូកយើងបានដូច្នេះបងប្អូនជាកសិករថ្មី
បើសិនជាយើងមិនមានលទ្ធភាពគ្រប់គ្រាន់ក៏បងប្អូនអាចចាំបានដែរប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េចជំហានទី1បងប្អូនត្រូវយល់ដឹងអំពីវិធីសាស្ត្រក្នុងការប្រើប្រាស់ចំណីខ្លួនឯងចំណីខ្លួនឯងយ៉ាងម៉េចបើសិនជានៅក្នុងផ្ទះរបស់បងប្អូនមានគេហៅថាម៉ាស៊ីនកិនស្រូវដោយខ្លួនឯងឬក៏ម៉ាស៊ីនវាយកទូឬក៏ម៉ាស៊ីនសូនចំណីអីអញ្ចឹងបងប្អូនអាចច្នៃវត្ថុមានឲ្យយើងប្រើប្រាស់វត្ថុធាតុដើមយកមកផ្សំដោយខ្លួនឯងបាទដូចជានៅរដូវវស្សាចេះគឺយើងសម្បូរទៅដោយវត្ថុធាតុដើមគឺសំដៅទៅលើចង្វាខ្ពឹសស្អីហ្នឹងណាបាទអញ្ចឹងយើងអាចប្រើប្រាស់វាបានណាហើយរបៀបធ្វើអីយ៉ាងម៉េចអីអាហ្នឹងយើងទៅសិក្សានៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទហើយខ្ញុំក៏នឹងចាប់ផ្ដើមធ្វើបង្ហាញវីដេអូដែលផ្សំចំណីដោយខ្លួនឯងវត្ថុធាតុដើមមានអីខ្លះប្រូតេអ៊ីនអីខ្លះត្រូវការប្រមាណភាគរយប្រមាណភាគរយទៅតាមប្រភេទជូរនីមួយជូរមេត្រូវការប្រមាណជូរកូនជូរសាច់អាយុរបស់វាអីអាហ្នឹងគឺវីដេអូក្រោយៗទៀតគឺខ្ញុំនឹងព្យាយាមធ្វើវាបន្តិចម្ដងចែកជូនបងប្អូនបាទហើយសម្រាប់អ្នកដែលថ្មីមិនមែនតែត្រូវយល់ដឹងតែប៉ុណ្្នឹងទេមួយទៀតត្រូវចេះអំពីវិធីសាស្ត្រក្នុងការព្យាបាលសត្វរបស់យើងដែរបាទធម្មតានៅពេលដែលជ្រូកយើងឈឺយើងអីយើងមិនអាចបាទទៅពឹងពេទ្យភូមិណាបាទជាប្រចាំបានទេជួនកាលគាត់រវល់ទៅកម្មវិធីនេះកម្មវិធីនោះនៅឆ្ងាយនឹងអីចឹងទៅហើយចុះបើចែកដល់ជ្រូកយើងឈឺចាំបាច់អីតើយើងធ្វើយ៉ាងម៉េចអញ្ចឹងយើងត្រូវចេះវិធីព្យាបាលក៏ដូចជាថ្នាំប្រចាំទ្រុងបាទហើយសម្រាប់ថ្នាំប្រចាំទ្រុងបងប្អូនអាចទៅមើលវីដេអូចាស់របស់ខ្ញុំបានគឺខ្ញុំថតបង្ហាញហើយថាយើងគួរមានថ្នាំអីខ្លះប្រចាំទ្រុងរបស់យើងបាទមួយទៀតបាទយើងត្រូវចេះការពារណាបងប្អូនបាទចេះព្យាបាលហើយចេះការពារអ្វីដែលយើងសំខាន់ជាងគេនោះគឺចេះការពារបងប្អូនណាបាទការពារគឺសំខាន់បំផុតបាទមិនមែនថាមិនសំខាន់ទេគឺសំខាន់បំផុតបងប្អូនណាបាទអញ្ចឹងមានន័យថាការការពារការការពារគឺជាជំរើសទី1បាទគឺជាជំរើសទី1សម្រាប់បងប្អូនបាទព្រោះវិធីការពារវាជួយសន្សំនៅប្រាក់ចំណេញរបស់យើងច្រើនបាទយើងមិនអាចងាកព្យាបាលទេបើយើងការពារជ្រូករបស់យើងមានសុខភាពល្អបាទមានសុវត្ថិភាពមានអីហ្នឹងអាហ្នឹងគឺយើងចំណេញមួយផ្នែកនៃថ្លៃព្យាបាលថ្លៃប្រើប្រាស់ថ្នាំអីហើយបាទហើយដូចជ្រូកខ្ញុំនេះចឹងបងប្អូនគឺមានសុខភាពល្អបាទហើយចិត្តចេញទេបងប្អូនណាបាទមួយខែទៀតគឺចេញបានហើយមេជ្រូករបស់ខ្ញុំនេះគឺមួយខែទៀតដែរបាទមួយខែទៀតហ្នឹងគឺដល់ថ្ងៃដែលគាត់ត្រូវសម្រាលអីហើយបាទអញ្ចឹងសម្រាប់បងប្អូនដៃថ្មីដែលមានបំណងចង់ចាំជ្រូកបាទបងប្អូនអាចសិក្សាស្រាវជ្រាវបន្ថែមជាមុនសិនមុននឹងយើងធ្វើការសម្រេចចិត្តបាទមុននឹងយើងធ្វើការសម្រេចចិត្តចង់ចិញ្ចឹមបាទហើយមួយទៀតសម្រាប់ដែលបងប្អូនមានដីចង្អៀតបាទដីចង្អៀតដូចញោមយេបាទនេះគឺជាងផ្ទះខាងក្រៅបាទហើយដីដែលសល់នៅខាងក្រៅផ្ទះនេះមានប្រហែលជា5ម៉ែត្រទេ5-6ម៉ែត្រទេបងប្អូនណាបាទហើយបដោយរៀងវែងបន្តិចបាទអញ្ចឹងគឺខ្ញុំឆ្លៀតចិញ្ចឹមទ្រង់ជ្រូកបែបនេះបាទគឺចាំបានបងប្អូនណាចាំដូចខ្ញុំនេះគឺអត់មានប៉ះពាល់ដល់បងប្អូនអ្នកជិតខាងអីទេបាទខាងក្រៅនោះផ្ទះបងប្អូនអ្នកជិតខាងរបស់ខ្ញុំបាទ
ពេលដែលខ្ញុំចាំទៅខ្ញុំសាកសួរព័ត៌មានពីគាត់គឺគាត់ថាអត់មានក្លិនស្អុយអីទេបាទអញ្ចឹងគឺខ្ញុំក៏សប្បាយចិត្តរីករាយដែរបាទការសាក់លបងមុនដំបូងភ័យដែរបងប្អូនណាបាទខ្លាចធ្វើវាអត់បានធ្លាប់ទៅលឺគេនិយាយតោមាត់ចាំបែបហ្នឹងកើតទេអីកើតទេអញ្ចឹងណាមិនបាញ់ជានិយាយមួយពីរចាបាទតែជាលទ្ធផលខ្ញុំអាចធ្វើវាបានបាទតែគុំរបស់ខ្ញុំនេះគឺចង្អៀតណាបងប្អូនអើយបាទមិនឆ្លាស់ទលំទលាយអីទេខាងមុខបាទតោកលក់ដូរទូចបាទហើយនេះខាងលិចផ្ទះនេះគឺទាល់លបងបន្តិចចេញប្រហែលជា1ម៉ែត្រកន្លះទេបាទហើយនេះជាងយើងបាំងបិទសម្រាប់ផ្ទុកនៅសម្ភារៈចំណីអីគ្រឿងរបស់ជ្រូកយកឲ្យលោកឡំទេបាទអញ្ចឹងបងប្អូនដែលមានដីតូចចង្អៀតបាទយើងអាចសាក់លបងនេះមកចិញ្ចឹមបែបនេះដូចខ្ញុំបើសិនជាតំបន់បងប្អូនណាបាទមានតម្រូវការជ្រូកច្រើនណាយើងអាចសាក់លបងធ្វើទៅជាងកន្ទុកដីចោលបាទព្រោះជ្រូកគឺជាចំណូលមួយបន្ទាប់ផ្សំពីប្រាក់ខែរបស់យើងបាទបន្ទាប់ផ្សំពីប្រាក់ខែរបស់យើងពេលខ្លះយើងចំជ្រូកដូចយើងសំលុយនៅក្នុងកូនជ្រូកដែរទេបងប្អូននេះឧទាហរណ៍បងប្អូនសន្សំលុយនៅក្នុងទ្រុងជ្រូកបាទឧទាហរណ៍ជ្រូក4ក្បាល4ក្បាលក្នុងមួយខែចំណាយអស់200,000ឬក៏25,000អីចឹងទៅអញ្ចឹងមួយខែយើងគិតទៅមួយខែយើងញាត់25,000 2ខែ50,000 3ខែ75,000អញ្ចឹង4ខែ1លានអញ្ចឹងខ្ញុំវាយថា1លាន2សែនចុះបាទ1លាន2សែនជួប4ក្បាលឬក៏អាច1លាន4សែន5សែនចុះអញ្ចឹងជ្រូក4ក្បាលនៅពេលដែលយើងលក់វិញបើសិនជាយើងចាំធំធាត់បានល្អឧទាហរណ៍ថា1គីឡូ11000 11500ជួបរបស់យើងចាំបានទម្ងន់100គីឡូឬ90គីឡូ80គីឡូជាងក៏ទទួលបាននៅលទ្ធផល3-4លានឬអាច4លានជាងដែរបាទហ្នឹងណាអញ្ចឹង4លានជាងយើងទូទាត់ចំណៃអីទៅយ៉ាងហើយណាក៏យើងចំណេញលើប្រាក់សន្សំដែលយើងញាត់កូនជ្រូកដែរបាទហ្នឹងបើសិនជាយើងធ្វើវាទៅជូករបស់យើងមានសុខភាពល្អបាទអាហ្នឹងខ្ញុំគិតងាយជូនបងប្អូនអ្នកថ្មីដែលមានបំណងចង់ចិញ្ចឹមជ្រូកបែបហ្នឹងឬក៏បងប្អូនគិតថាយើងដូរវិធីសាស្ត្រក្នុងការចិញ្ចឹមណាបាទយើងអាចចិញ្ចឹមបានដូចគ្នាបាទគេថាភូមិយើងតូចចង្អៀតអីមានសល់ដីត្នេអីយើងសាកដាក់ទៅដាក់មកត្រង់បានដែរបាទឧទាហរណ៍ដីយើងសល់បដោយ6ម៉ែត្រតតឹង5ម៉ែត្រអីយើងសាកដាក់ទៅធ្វើមកត្រង់ទៅចិញ្ចឹមលេងទៅបាទអាហ្នឹងយើងបង្កើននៅចំណូលប្រចាំថ្ងៃប្រចាំឆ្នាំប្រចាំខែរបស់យើងទៀតមួយឆ្នាំយើងលក់បាន2ដងឬ3ដងវាអាស្រ័យទៅលើបាទមួយឆ្នាំយើងអាចលក់បាន2-3ដង3-4ដងគឺវាអាស្រ័យទៅលើបងប្អូនជាអ្នកធ្វើផែនការដោយខ្លួនឯងបាទអញ្ចឹងដើម្បីបាននៅប្រាក់ចំណូលបន្ថែមយើងត្រូវឆ្លៀតចិញ្ចឹមអ្វីដែលវាមាននៅក្នុងផ្ទះរបស់យើងឬក៏ការងារដែលយើងអាចធ្វើបានយើងគួរតែធ្វើទៅបងប្អូនណាបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជាកសិកររបស់យើងចូលរួមចិញ្ចឹមជ្រូកឲ្យបានច្រើនបាទពីព្រោះយើងដឹងហើយថាទីផ្សារនៅប្រទេសយើងនេះគឺតម្រូវការសាច់ជ្រូកបាទនៅតែមានការនាំចូលពីប្រទេសផ្សេងឬក៏ការលូតនាំចូលអីចឹងទៅបាទអញ្ចឹងបើសិនជាយើងជាកសិករយើងអាចផ្គត់ផ្គង់សាច់នៅក្នុងស្រុកបានធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងក៏ដូចជាក្រុមគ្រួសាររបស់យើងគឺបាទមានប្រាក់ចំណូលបានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គ្រួសារបាទឧទាហរណ៍យើងប្រាក់ខែ200 300 400 500អីចឹងទៅបាទអញ្ចឹងយើងដកវាខ្លះមកឥឡូវឧទាហរណ៍ថាប្រាក់ខែ300អញ្ចឹងបងប្អូនមួយខែបងប្អូនចំណាយយើងខែជា30,000បាទអ
chẳng 30,000 dương chùm này từ lưu chụp buồn của ba đi trong trời chẳng miễn hai dương đỏ bạc hai bao dương là 7 rưỡi dương đỏ 30,000 liền một dương đi so cài 10,000 7 rưỡi mình liền pì sáng đỏ 30,000 so cài 10,000 chẳng cài 10,000 dương chùm này tập bật biệt pha phải bông bộ dương xong dương trai tập bật biệt là tới mà đợt pe ban bay buồn khai cái đó bông bộ xả giờ lôi 30,000 nữa sân xóm buôn khai mà bay rồi ở chỗ buôn khai nó ta lôi cao được chùm nói cho ba chỉ cao nên bằng phổ nó mà cứ cao nhưng mà cao nên mất chụp buôn của ba lụa ba một pon đờ lai chân tử và chụp buôn của ba lụa ba một pon đờ là một pon đờ lá là 2 bay rồi kết tới liền chi xài chẳng nhiều đỏ tới nó so mà sao mà kết luôn ấy mà cũng trắng xì rúm dương xì dìm và vừa cách cả bảy rồi phải nổi ra ấy càng như nó cứ ọt miệng này vào bạn đi thì mũi trời điệp trong trúng và cả cà phê ở bàn cột ruốn và sẽ cứ khai năng tụi nó khai liền lẹ ấy nữa và trong bóng phồn bật bằng về chết ấy tới dục lăng ở thụ một thụ ấy chẳng thế dường chơi là cà phê tới dường miền ấy chuyên cà phê thì cà phê can tại lõ chụp bảo dưỡng của can tại miền sầu tập hiệp đại cái nào chụp bảo dưỡng miền sầu tập hiệp dưỡng có miền bạc châm nâu đại và bạc hai phong liệt đạn châm chụp miền ấy ba thế bóng phồn bật hai dương từ thưa ca u thơ ruộng chạy có dương ai chăm bán đấy mà thật miền nẹm mới dương ao chụp bảo dương CPP là bán đấy rất là gì và tất con tất thì dương điệp cho bài đấy thôi không điệp cho bài bằng tất của dương ở miền na chui đã bảy chụp bài cái đàn ấy chẳng dương đại chân đấy thầy đã về rất đỏ mà chạy tới mà thầy lực nghĩa nhưng đã mà chạy đến chẳng như anh xem ban bài nâng hãy bộ miền dây miền đài miền ấy ông còn chui mơ tới về thứ ngày chẳng đi cho nên gì thơ ca nó hỏi lôi đã nơi không tiếng với trẻ ca lên ok chẳng vì tổ ngày nay cứ ở miền ấy chỉ làm thế cứ còn tại trong chai dùng lê mà đó bóng bóng bị chia cả còn mấy ở chơi chấm chúc có đôi chia hỏi bóng phổ tụ tụ mà là bạc châm nô và thai được nhóm đấy có thuê chăng đây bà ấy men thạc nhóm miền ban ấy thông đông thế cứ ở thế bà ban là mà rua đây là như này còn là tha lấy dương chay dùng lết bà châm này đăng nhưng mà lẹ thế bóng phổ nữa bà hay bóng miền chúng ngo lấy cứ bà ai su ban bà miền trong lấy bông phồn ai su trong ban dùng đi đây đừng khai prap bông phồn bà lẹ tê cùng nó để nhung thưa được khung YouTube ní cứ trong tròn chạy lên bà ở quay để phim miên ở quay để phim bán cứ phim chạy bông phồn bà ở bàn được nhỉ tụ bay tích tràn đây những cái chạy và khô chạy đồng lệ là khmai lành khmai mai chui khmai phải chia cả score chui chia cả score dương thôi ở giật kịch để chia bao dương miền cà đi chụp hàng từ bụng căn tài lọ và trong video này đấy cứ phim xồm chạy đồng lệ tập phần ấy hay bữa sân chỉ bóng phổ miền trồng ngon có đồ chỉ trong xù bị ấy bóng phổ ai comment xù nó không cào video này bàn trong video này trả lời to bóng phổ và hay trong cái mà sân chỉ bóng phổ bên trên là video bạc nhóm cục lên chụp subscribe để mấy thu bạn video thay mình tham tiếp và đi trong bàn chi viện và ở cuốn chụp được đi chụp ní video cả lại